សួស្តីបងប្អូនអរគ្នាខ្ញុំស្មៃថ្ងៃនេះបងប្អូនណាចូលចិត្តញ៉ាំនំប៉័ងហើយយើងដុតខ្លួនឯងនំប៉័ងបាក់យ៉ងដូចខ្ញុំអាចសាកល្បងធ្វើតាមវិធីខ្ញុំនេះបានព្រោះងាយៗយើងអត់បាច់ចាំប្រាច់ប្រើអូវ៉ាន់យើងក៏មិនចាំប្រាច់កន្លងម៉ាស៊ីនវាយម្សៅយើងវាយតែដៃខ្លួនឯងក៏អាចធ្វើបានដែរតោះយើងមកធ្វើជាមួយគ្នានេះដំបូងគឺយើងត្រូវថ្លឹងគ្រឿងសិនព្រោះគ្រឿងយើងត្រូវថ្លឹងដើម្បីឲ្យរក្សាសមតុល្យនៅក្នុងសាច់នំប៉័ងយើងបានល្អប៉ុន្តែបើសិនជាបងប្អូនអាចស្មានបានក៏អត់អីដែរមិនថឹងក៏បានដែរតែចំពោះទៅនៅលំអិតគ្រឿងផ្សំខ្ញុំនឹងសេជូនបងប្អូននៅក្នុងខមមិននេះគឺជីដែលខាងខ្ញុំប្រើគឺខ្ញុំទិញមកវាមួយថងវាច្រើនដែរអញ្ចឹងទិញម្ដងមកប្រើរាប់ឆ្នាំអត់ដឹងទៅណាអត់ទេមួយជីហ្នឹងគឺយើងហៅមួយទៀតថាមេនំប៉័ងតែបើយើងដាក់ជីបើយើងប្រើពាក្យជីយើងស្រួលសើចរូបមន្តនៅក្នុងអ៊ីនធឺណិតវាងាយស្រួលរកថាអីគេជីហ្នឹងអីគេយើងដឹងថាជីហ្នឹងមេនំប៉័ងនិយាយទៅរូបមន្តលើកនេះគឺរូបមន្តបែបលក្ខណៈតែយើងតាមចិត្តយើងមានអីនៅទេយើងដាក់ចូលគ្នាទៅហើយយើងយកមកធ្វើបាននេះគឺម្សៅគឺខ្ញុំប្រើម្សៅនំប៉័ងនិយាយទៅនៅពេលដែលខ្ញុំធ្វើនំប៉័ងគឺខ្ញុំប្រើម្សៅនំប៉័ងទៅបងប្អូនអត់មានម្សៅនំប៉័ងអាចប្រើពួក all purpose បានដូចគ្នាអាចប្រើបានតែបើយើងធ្វើនំប៉័ងយើងប្រើម្សៅនំប៉័ងតែបាន texture ល្អជាងឯងមួយទៀតគឺនេះគឺទឹកដោះគោបងប្អូនត្រូវប្រើ full cream milk ប៉ុន្តែខ្ញុំអត់មានតែគ្រីសួរខ្ញុំចាក់គ្រីសួរចូលហ្មងទៅវាមានតែមានអីគេខ្ញុំដាក់នឹងចូលបន្ទាប់មកទៀតយើងច្របល់គ្រឿងនឹងទាំងអស់ចូលគ្នាយើងច្របល់បែបហ្នឹងទៅយើងច្របល់ឲ្យវាសព្វនៅពេលបងកូរមួយរយៈទៅវានឹងចេញវានឹងឡើង texture មួយទៀតវាចូលគ្នាដុំអញ្ចឹងហើយយើងច្របាច់វាឲ្យចូលគ្នាទៅវានឹងក្លាយជាម្សៅនំប៉័ងហើយយើងត្រូវច្របាច់វានេះទឹកដោះគោក៏បានថ្លឹងមុនហ្នឹងក៏យកមកចាក់ចូលហើយមួយទៀតខ្ញុំមានប៊ឺខ្ញុំប្រើប្រេងតែយើងត្រូវប្រើប្រេងរុក្ខជាតិដូចជាប្រេងsunflower អញ្ចឹងផ្លែឈូកព្រាត់ឬប្រេងអីតែយើងអាចប្រើប្រេងខ្លាញ់ជ្រូកខ្លាញ់សត្វអីបាននេះខ្ញុំប្រាប់បងមុនហ្នឹងយើងកូរឲ្យវានឹងចេញរូបរាងបែបហ្នឹងដល់ពេលចេញរូបរាងបែបហ្នឹងហើយបងប្អូនអើយច្របាច់វាយកដៃសំដៃទៅច្របាច់វាចូលគ្នាយើងច្របាច់គ្នាមួយសន្ទុះឲ្យវាចូលគ្នាហើយយើងមើលទៅយើងឃើញសាច់នឹងវាចូលគ្នាអត់ទាញដាច់លប៉ុយចឹងទៀតទេយើងសាច់វាចូលគ្នាហើយដូចក្នុងវីដេអូនេះអញ្ចឹងបងប្អូនគ្របវាទុកចោលប្រហែលជា10-20នាទីបងប្អូនមើលតើវាមានឡើងធំជាងមុនអត់បើវាឡើងធំជាងមុនវាឲ្យយើងយកមកប្រើបានហើយយើងកាត់វាជាដុំទៅតាមតម្រូវការរបស់បងប្អូនចង់បានធ្វើបានប៉ុណ្ណាហើយធ្វើលក្ខណៈយកវាមកច្របាច់ឲ្យវាមូលដូចនេះដូចទៅគ្រូសាខ្ញុំគាត់យកដៃធ្វើហ្នឹងរបៀបដៃធ្វើបែបហ្នឹងយើងធ្វើឲ្យវាមូលឲ្យចូលគ្នាហើយយើងទុកវាមួយឡែកសិនយើងទុកវាមួយឡែកធ្វើឲ្យអស់ម្សៅដែលយើងធ្វើយើងទុកវាមួយឡែកយើងយកវាទុកឲ្យវាឡើងប្រហែលជា10នាទីទៀតបានយើងយកមកធ្វើជារូបរាងនំប៉័ងបាននិយាយទៅធ្វើនំប៉័ងវាពិបាកយូរនឹងពេលយើងត្រូវទុកវាឡើងអញ្ចឹងបើវាអត់ឡើងវាអត់ឆ្ងាញ់ទេវាអត់ហៅនំប៉័ងទេបើសាច់នឹងវាបើម្សៅនឹងអត់ឡើងបើសាច់ឡើងយើងអត់ជោគជ័យទេយើងគ្របថង់ទុកបែបហ្នឹងទៅឬមានកណាត់ក៏គ្របបានកុំឲ្យវាចូលខ្យល់ហើយតោះមកយើងយកមកកិនវាតប៉ែតធ្វើរឿងនំប៉័ងនេះវិធីកិនរបស់គាត់ទាំងកិនទៅមុខទៅក្រោយចឹងទៅឲ្យវាតប៉ែតបែបហ្នឹងហើយខ្ញុំដាក់សាច់បាយយ៉ុងមាននៅផ្ទះស្រាប់ហើយចឹងយើងយកសាច់បាយយ៉ុងយកមកដាក់មកហើយយើងបិទសាច់បាយយ៉ុងនឹងចិត្តជារឿងនំប៉័ងយើងអាចមើលតាមដៃរបស់គាត់បានតើគាត់ធ្វើបែបណាក្នុងការបិទម្សៅនំប៉័ងហ្នឹងហើយយើងបិទវាចិត្តបែបនេះបិទវាចិត្តទៅដៃចុចម្សៅបិទវាមុខវាចិត្តកុំឲ្យវាចំហហើយយើងដាក់វាទៅក្រោមយើងលុញវាបន្តិចទៅព្រោះម្សៅហ្នឹងវាទន់នេះតែពេលយើងលុញវាបន្តិចទៅវាចូលខាងក្នុងហើយយើងធ្វើរាងបែបនេះមកយើងធ្វើអស់នៅដុំម្សៅដែលយើងបានកាត់មុនហ្នឹងដុំមូលហ្នឹងយើងធ្វើអស់យើងទុកវាសិនយើងទុកវាមួយស្ទុះសិនហើយយើងកាត់វាឆូតចឹងមិនកាត់ក៏បានតែយើងឆូតចឹងទៅវាចេញរាងដូចនំប៉័ងដែលយើងគេធ្វើលក់ហើយនេះយើងដាក់ដុតចូល air fry ខ្ញុំធ្វើមកប៉ុណ្ណ air fry ទេខ្ញុំធ្វើតែប៉ុណ្្នឹងឯងព្រោះ air fry ខ្ញុំដុតបានតែប៉ុណ្្នឹងញ៉ាំតែម្ដងបាននិយាយទៅខ្ញុំញ៉ាំអស់តែម្ដងហ្នឹងដុតហើយភ្លាមៗក្តៅឈ្ងុយហ្មងសីតុណ្ហភាពនេះបងប្អូនកុំយកដល់200យកត្រឹម100
80 អង្សាបានព្រោះរបស់ខ្ញុំនេះវាក្តៅភ្លើងច្រកដាក់ដុតលើទី1ផងចេញលទ្ធផលមករៀងខ្លោចទីរៀងខ្មៅខាងក្រៅទីពណ៌វាអត់សូវស្អាតណាប៉ុន្តែរួចវាឆ្អិនហើយតែ1នាទីខ្ទង់1នាទីនឹងឆ្អិនហើយនិយាយទៅរឿងរបស់ចាំខ្ញុំនឹងសរសេរជូនបងប្អូនវិធីធ្វើអីបន្ថែមទៀតនៅក្នុង comment អញ្ចឹងនេះជាលទ្ធផលដែលសារបងដុតដោយ air fry លើកដំបូងរបស់តែខ្ញុំអញ្ចឹងអត់មានអីទៀតទេអរគុណច្រើនបងប្អូនមានចម្ងល់អីបន្ថែមអាចសាកសួរ comment សាកសួរខាងក្រោមបានចំពោះការធ្វើនំប៉័ងហ្នឹងអញ្ចឹងអរគុណច្រើនបាយបាយ